入木三分，入木三分，入木三分。入木三分入木三分ចឹងអក្សររុហ្នឹងគឺបានន័យថាចូលមុហ្នឹងគឺបានន័យថាឈើហើយសានហ្វិនហ្នឹងគឺនិយាយអំពីជម្រៅគឺពាក្យឯកតាកាលពីបុរាណសានហ្វិនហ្នឹងគឺប្រហែលជា1សង់ទីម៉ែត្រចឹងយើងបកអត្ថន័យចំពាក្យរបស់វាហ្នឹងបានន័យថាចូលទៅក្នុងឈើជម្រៅសានហ្វិនហ្នឹងជម្រៅ1សង់ទីម៉ែត្រហ្នឹងចឹងឆឹងអ៊ីមួយនេះមានន័យថាយ៉ាងស៊ីជម្រៅនិងចំចំណុចសំខាន់ជាភាសាអង់គ្លេសយើងអាចនិយាយថា hit the point ចឹងឆឹងអ៊ីមួយនេះត្រូវបានគេប្រើសម្រាប់ពិពណ៌នាអំពីការវិភាគការយល់ឃើញការលើកឡើងឬទស្សនៈផ្សេងៗហើយបើនិយាយអំពីភាសានិយាយហ្មងគេមិនសូវជាប្រើទេអានោះវាជាភាសាផ្លូវការហ្នឹងហើយបើយើងអានសភៅអានអីយើងនឹងឃើញបើនិយាយគេមិនសូវជាប្រើប្រាស់ទេចឹងដើម្បីឲ្យកាន់តែយល់ច្បាស់យើងក៏លេចទៅមើលឧទាហរណ៍ទី1他的分析入木三分他的分析入木三分ការវិភាគរបស់គាត់ហ្នឹងគឺស៊ីជម្រៅណាស់ His analysis is really hit the core ឧទាហរណ៍ទី2他的话不多但入木三分他的话不多但入木三分នាងមិនសូវនិយាយច្រើនទេប៉ុន្តែអ្វីដែលនាងលើកមកនិយាយហ្នឹងគឺចំចំណុច She didn't say much but what she said was really to the point អូខេបន្តមកទៀតយើងក៏លេចទៅមើលរឿងនិទាននៃឆុងអ៊ីមួយនេះដោយដែលយើងដឹងហើយថាឆុងអ៊ីមួយគឺគេមានរឿងនិទានរបស់គេនៅពីក្រោយពាក្យហ្នឹងអញ្ចឹងយើងក៏លេចមកមើលកាលពីយូរលង់ណាស់មកហើយហ្នឹងគឺនៅក្នុងសម័យរាជវង្សជីនខាងកើតមានអ្នកសរសេរអក្សរផ្ចង់ដ៏ល្បីម្នាក់ឈ្មោះវ៉ងស៊ីជឺថ្ងៃមួយហ្នឹងគាត់ត្រូវបានគេស្នើសុំឲ្យគាត់ទៅសរសេរអក្សរនៅលើប្រទះក្តារឈើហ្នឹងហើយគាត់ក៏បានក្រាលกระดาษពីលើក្តារឈើហ្នឹងរួចចាប់ផ្ដើមសរសេរដោយផ្ចង់អារម្មណ៍និងប្រើកម្លាំងដៃគាត់ហើយអក្សរនីមួយៗគឺច្បាស់មែនតើបន្ទាប់ពីសរសេររួចក៏គេបានបកกระดาษនោះចេញហើយអ្វីដែលគេភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺស្នាមទឹកថ្នាំហ្នឹងគឺមិនត្រឹមតែជាប់លើกระดาษទេប៉ុន្តែវាចូលជ្រៅទៅក្នុងសាច់ឈើតែម្ដង入木三分，入木三分，入木三分。